ទឹកពេញប៉ោះមានរសជាតិជូរអែមឆ្ងាញ់ខ្លាំងណាស់បន្ទាប់ពីវាត្រជាក់ខ្លាំងហើយត្រូវគ្រប់វាឲ្យជិតហើយទុកវាក្នុងកន្លែងត្រជាក់នោះវានឹងអាចរក្សាទុកបានរាប់ខែនេះជាវិធីសាស្ត្រមួយទៀតហើយអាយិតចេញមកក្រៅបន្តិចមកគុំនៅតែធ្វើការអីចាសមកហើយបងទៅតែធ្វើទឹកពេញប៉ោះរួចរាល់សាកល្បងញ៉ាំមើលវ៉ាវឆ្ងាញ់ណាស់មានជាតិជូរអែមនិងក្លិនផ្លែឈើផងបងផ្លែនេះបងធ្វើពីផ្លែឈើពណ៌ក្រហមនោះមែនទេឆ្ងាញ់ខ្លាំងណាស់ឲ្យតែចូលចិត្តគឺបានហើយធ្វើការត្រូវចេះសម្រាកផងភ្នែកនិងរាងកាយត្រូវការសម្រាកខ្លះប៉ុន្មានថ្ងៃនេះឯងហាក់ដូចជាខំប្រឹងខ្លាំងពេកហើយចាសខ្ញុំដឹងហើយបងថ្លៃនឹងហើយហុងអ៊ីងឯងក៏សាកញ៉ាំមើលដែរទៅឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់ហេតុអីបានជាមនុស្សលោកមានរបស់ឆ្ងាញ់ច្រើនម្ល៉េះបានហើយឯងពិតជាពូកែញ៉ាំមែនមកពីរបស់ដែលបងធ្វើសុទ្ធតែរបស់ល្អនឹងណាមិនបាច់សួរក៏ដឹងដែរថាស៊ូហ៊ឺប្រកាសជាធ្វើរបស់ឆ្ងាញ់ទៀតហើយភ្ញាក់ហើយមែនទេមកសាកញ៉ាំនំប៉័ងជ្រលក់ទឹកពេញប៉ោះដែលខ្ញុំទើបតែធ្វើរួចនេះមើលគេងមួយភពនេះពិតជាស្រួលខ្លួនណាស់ភ្ញាក់ឡើងក៏បានញ៉ាំបាយក្តៅទៀតរសជាតិឆ្ងាញ់ណាស់ជីវិតបែបនេះសូម្បីតែទេវតាក៏មិនដូរដែរសៀវច័ន្ទត្រឡប់មកវិញហើយបងប្រុសបងត្រឡប់មកវិញហើយប៉ុន្មានថ្ងៃនេះនៅក្នុងផ្ទះអ៊ូអនណាបងថ្លៃទាំងធ្វើទឹកពេញប៉ោះទាំងធ្វើនំប៉័ងខ្ញុំញ៉ាំឡើងឆ្អែតរាល់ថ្ងៃតែម្ដងម៉ែសៀវច័ន្ទទៅលាងដៃឲ្យស្អាតសិនទៅចាំមកញ៉ាំបាយមិនអន់ទេរសជាតិបែបនេះមានជាតិជូរអែមនិងប្រៃបន្តិចថែមទាំងមានក្លិនផ្លែឈើទៀតផ្លែពេញប៉ោះនេះក្រៅពីធ្វើស៊ុបក៏អាចយកមកធ្វើជាទឹកជ្រលក់សម្រាប់លាបលើនំប៉័ងញ៉ាំជាមួយបន្លែឬឆាក៏បានដែរវាស៊ីគ្នាណាស់មិនបានទេខ្ញុំត្រូវតែសាកញ៉ាំមួយម៉ាត់សិនអូយឈ្ងុយណាស់ឈ្ងុយខ្លាំងណាស់បងថ្លៃស្នាដៃបងពិតជាអស្ចារ្យមែនខ្ញុំមានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះខ្ញុំឡើងគីឡូហើយមាត់ឯងពិតជាពូកែនិយាយមែនអាជឺទឹកពេញប៉ោះនេះពិតជាល្អមែនទៅថ្ងៃមុខពួកយើងធ្វើឲ្យបានច្រើនបន្តិចទៅទុកញ៉ាំក្នុងរដូវរងាពេញប៉ោះដែលបងយកមកខ្ញុំបានធ្វើអស់ហើយនិងបានទុកដាក់យ៉ាងល្អផងដែររបស់នេះឈ្ងុយជាងទឹកស៊ុបក្រហមមិញទៅទៀតត្រូវហើយថ្ងៃស្អែកគឺជាថ្ងៃផ្សារណាត់ម៉ែមិនទៅទេនៅផ្ទះក៏គ្មានអីត្រូវលក់ដែរម៉ែចង់ទៅមើលចំការវិញពួកឯងនៅក្មេងចូលចិត្តភាពអ៊ូអរអាធំថ្ងៃស្អែកឯងនាំប្រពន្ធនិងអូនទៅដើរលេងផ្សារទៅថ្ងៃស្អែកទៅក្នុងក្រុងល្មមបានទៅមើលថាមានក្របពូជល្អទេជាពិសេសគឺកូនឈើហូបផ្លែពេញប៉ោះអាចធ្វើជាទឹកជ្រលក់បានផ្លែឈើផ្ទៃទៀតក៏អាចធ្វើរបស់ញ៉ាំបានច្រើនដែរត្រូវហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាម្សិលមិញពេលខ្ញុំចូលព្រៃហុងអ៊ីងបានឲ្យរបស់ពីរយ៉ាងដល់ខ្ញុំគឺជាផ្សិតលីងជឺពីដើមអីគេផ្សិតលីងជឺបងថ្លៃបងនិយាយពីឱសថដែលមានតម្លៃថ្លៃខ្លាំងនោះមែនទេចាសវាមានអាយុកាលរាប់រយឆ្នាំមកហើយរូបរាងស្អាតណាស់ខ្ញុំមានបំណងថាថ្ងៃស្អែកនឹងយកមួយដើមទៅលក់ក្នុងក្រុងហើយទុកមួយដើមទៀតសម្រាប់ប្រើប្រាស់ក្នុងផ្ទះព្រះអើយសត្វទាំងជ្រុងនោះប្រហែលជាខ្លាយជាបិសាចហើយដឹងបានជាចេះយកលីងជឺមកឲ្យទៀតលីងជឺអាយុរាប់រយឆ្នាំក៏រកឃើញដែរបើហុងអ៊ីងព្រមនាំខ្ញុំទៅម្ដងហុងអ៊ីងឲ្យពួកយើងជាគ្រួសារតែមួយទេតើពេលណាឯងនាំយើងទៅរករបស់ល្អខ្លះយើងមិនលោភលន់ទេសុំតែលីងជាមួយដើមឬកន្លះដើមក៏បានដែរអូយខ្ញុំយល់សប្តិល្អណាស់បងកុំយល់សប្តិទាំងថ្ងៃអីហុងអ៊ីងមិនខ្វល់ពីបងឯងទេមិនអាចទៅរួចទេហុងអ៊ីងឯងមើលទៅថាខ្ញុំសង្ហាប៉ុណ្ណាបងថ្លៃបងប្រុសបើមិនអញ្ចឹងទេពួកយើងចែកផ្លូវគ្នាដើរទិញទៅត្រូវហើយខ្ញុំជាមួយបងទី2ទៅផ្សារលក់សត្វស្លាប់មើលកូនមន់កូនទារួចចាំទៅហាងប៉ាក់ទិញសម្ភារៈខ្លះដូចជាខ្សែស្ពាន់ដង្កៀបក្រមួនក្រដាសអង្កាំនិងរបស់ផ្សេងទៀតខ្ញុំចង់ទិញឲ្យបានច្រើនបន្តិចដើម្បីសាកល្បងធ្វើម៉ូតដែលបងថ្លៃធ្លាប់ប្រាប់ពីមុនមកចូលព្រមអញ្ចឹងពួកយើងចែកគ្នាធ្វើសកម្មភាពទៅខ្ញុំមកក្នុងក្រុងច្រើនដងហើយតែមិនទាន់ដែលបានចូលញ៉ាំអីក្នុងភោជនីយដ្ឋានទេមិនដឹងថាម្ហូបគេមានរសជាតិបែបណាទេអញ្ចឹងបាយថ្ងៃត្រង់នេះពួកយើងទៅញ៉ាំនៅភោជនីយដ្ឋានយីឡៃទៅចុះភោជនីយដ្ឋាននោះឬថាថ្លៃណាស់ម្ហូបមួយមុខតម្លៃដល់ទៅ1 ឬ 2 តម្លឹងប្រាក់ឯណោះបើមិនអញ្ចឹងទេពួកយើងទៅញ៉ាំនៅតូបនំប៉័ងចំហុយដែលពួកយើងធ្លាប់ទៅនោះវិញទៅតូបនោះនំប៉័ងទាំងធំទាំងឈ្ងុយមិនអីទេពួកយើងបដូររសជាតិខ្លះទៅដែលថាម្ហូបមួយមុខតម្លៃ1តម្លឹងប្រាក់នោះប្រហែលជាម្ហូបពិសេសប្រចាំហាងហើយមិនមែនគ្រប់មុខសុទ្ធតែថ្លៃអញ្ចឹងទេពួកយើងជ្រើសរើសមុខម្ហូបណាដែលធូរថ្លៃបន្តិចទៅសាកល្បងរសជាតិសិនក៏បានដែរមិនអីទេតាមបងថ្លៃទៅចុះយកពងអញ្ចឹងពួកយើងជួបគ្នានៅមុខភោជនីយដ្ឋានយីឡៃវេលាម៉ោង 11 ព្រឹកអ្នកនាងស៊ូលើកនេះមកទិញថ្នាំឬក៏យកថ្នាំមកលក់ឲ្យខ្ញុំយកអស្ថមមកលក់ឲ្យលោកម្ចាស់ហាងនេះគឺជាលីងជឺស្វាយមើលរូបរាងនិងពណ៌របស់វាទៅយ៉ាងហោចណាស់ក៏មានអាយុរាប់រយឆ្នាំដែរលីងជឺស្វាយនេះមានគុណភាពល្អណាស់សារធាតុវ៉ាស់ក៏គ្រប់គ្រាន់តាមតម្លៃទីផ្សារលីងជឺស្វាយធម្មតាមានតម្លៃពី1ទៅ2តម្លឹងប្រាក់តែរបស់នេះមានគុណភាពខ្ពស់និងអាយុកាលច្រើនខ្ញុំឲ្យតម្លៃ5តម្លឹងក្នុងមួយខ្នាតទាំងពីរនេះមានទម្ងន់23ខ្នាតគុណនឹង5តម្លឹងសរុបទាំងអស់115តម្លឹងប្រាក់ចូលព្រម
យកតាមតម្លៃដែលលោកម្ចាស់ហាងបានប្រាប់ចុះអញ្ចឹងពួកយើងមិនរំខានលោកម្ចាស់ហាងធ្វើការទៀតទេលីហើយ អ្នកនាងស៊ូទៅថ្ងៃមុខបើមានអស់ល្អបែបនេះទៀតកុំភ្លេចយកមកលក់ឲ្យខ្ញុំផងណាទៅមើលនៅខាងបឹងនោះបន្តិចទៅនៅទីនោះមានតូបលក់ច្រើនប្រហែលជាមានរបស់ដែលអូនចូលចិត្ត ចាសោះទៅមើលនៅទីនោះបន្តិចទៅ អ្នកនាងតូចពិតជាពូកែរើភ្នែកមែនគ្រាប់ពូជបន្លែនិងផ្កាទាំងនេះមានគ្រប់ប្រភេទទាំងអស់តម្លៃយ៉ាងម៉េចខ្ញុំមិនហ៊ាននិយាយច្រើនទេលក់ជូនក្នុងតម្លៃថោកតែម្ដងត្រឹមតែ20វេនក្នុងមួយថង់ប៉ុណ្ណោះរើសតាមចិត្តចុះអូនស្រឡាញ់មួយនេះមែនទេ ចាសោះខ្ញុំយកមួយថង់នេះនិងមួយថង់នេះទៀតរើសបាន3ថង់ហើយសុទ្ធតែអាចយកទៅប្រើការបានទាំងអស់ចាំទៅផ្ទះសាកល្បងដាំមើល បាទសរុបទាំងអស់3ថង់ស្មើនឹង60វេនអ្នកនាងតូចលើកក្រោយមកទៀតណាអ្នកនាងតូចនេះគឺជាបំណែកទឹកដោះគោដែលធ្វើពីទឹកដោះគោនិងទឹកដោះពេលចំណែកឯមួយនោះគឺជាបំណែកសារាយសមុទ្រដែលយកមកពីស្រុកផ្សេងវាពិតជាកម្រមានណាស់នៅក្នុងក្រុងយើងនេះពេញចិត្តទៀតហើយមែនទេ ចាសោះបំណែកទឹកដោះគោនេះអាចរក្សាទុកបានយូរញ៉ាំក្នុងរដូវរងាពិតជាល្អណាស់មួយនេះក៏ល្អដែរអាចយកទៅធ្វើស៊ុបឬឆាក៏បានដែររបស់ទាំងពីរនេះលក់យ៉ាងម៉េចដែររបស់ទាំងនេះលក់យ៉ាងម៉េច បំណែកទឹកដោះគោ50វេនក្នុងមួយដុំចំណែកបំណែកសារាយសមុទ្រ40វេនក្នុងមួយដុំ បំណែកទឹកដោះគោខ្ញុំយក5ដុំសារាយសមុទ្រយក10ដុំសរុបទាំងអស់550វេនត្រូវទេ អ្នកនាងតូចពូកែគិតលេខមែនមិនខុសទេគឺ550វេន ពិតជាមិនងាយស្រួលទេផ្លែឈើក្នុងព្រៃទាំងនេះប្រហែលជាមានរសជាតិមិនសូវល្អទេតើមានអ្នកណាព្រមចំណាយលុយទិញផ្លែឈើព្រៃទាំងនេះទៅញ៉ាំទៅបើញ៉ាំផ្ទាល់ប្រកាសជាមិនកើតទេតែបើបិទជាស្រាផ្លែឈើវិញប្រហែលជាមិនអន់ទេលោកតាផ្លែសារីនិងផ្លែគីវីនេះលក់យ៉ាងម៉េចដែរ អ្នកនាងតូចមួយកន្ត្រក10វេនបើអ្នកនាងយកទាំងអស់ពីរកន្ត្រកនេះខ្ញុំគិតត្រឹមតែ18វេនបានហើយផ្លែឈើទាំងនេះទើបតែបេះមកពីក្នុងព្រៃជ្រៅព្រឹកមិញនេះទេទោះបីរូបរាងវាមិនសូវស្អាតតែយកទៅស្ងោរឲ្យទន់បន្តិចរសជាតិក៏ផ្អែមឆ្ងាញ់ដែរ ចាសោះខ្ញុំយកទាំងអស់សាកល្បងមើលទៅក៏មិនអស់លុយប៉ុន្មានដែរបើជោគជ័យនោះពួកយើងនឹងមានចំណូលមួយផ្លូវទៀតគួរតែគិតយ៉ាងម៉េចក៏គិតយ៉ាងនោះទៅលក់អស់ហើយនឹងបានត្រឡប់ទៅផ្ទះវិញឆាប់អរគុណអ្នកនាងតូចខ្លាំងណាស់ នាងចាយលុយផ្ទាល់ខ្លួនទិញរបស់ដែលនាងចង់បានក៏គ្មានអ្នកណាអាចនិយាយអីបានដែរឥឡូវនេះបានប្រពន្ធជួយជ្រោមជ្រែងអាចញ៉ាំបាយបានយ៉ាងស្រួលក៏មិនហ៊ាននិយាយច្រើនដែរបងថ្លៃបងប្រុស តោះពួកយើងចូលទៅរកកន្លែងអង្គុយសិនទៅចាំនិយាយគ្នាបន្ត អញ្ជើញភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលខាងក្នុងបាទ នៅខាងនោះទំនេរមែនទេ បាទនៅទំនេរអញ្ជើញបាទលោកភ្ញៀវម្ហូបពិសេសប្រចាំហាងយើងមានសាច់ជៀមខ្វៃមាន់ស្ងោរទឹកដុំស៊ុបឆ្អិនជំនីរសជាតិឆ្ងាញ់លេខ1តែម្ដងក្រៅពីនេះក៏មានតែហ៊ូហសៃសូត្រសាច់ចំហុយនិងបន្លែស្រស់គ្រប់មុខផងដែរ ចុះអ្នកទាំងអស់គ្នាវិញចង់ញ៉ាំអីដែរ បងថ្លៃកុំងតាមចិត្តបងទៅត្រូវហើយកុំងអីពួកយើងញ៉ាំនឹងហើយបងមិនរើសម្ហូបទេអូនកុំងតាមអ្វីដែលអូនចង់ញ៉ាំទៅ យកទាខ្វៃមួយកន្លះរៀបដាក់ចានឲ្យពួកយើងញ៉ាំនៅទីនេះហើយកន្លះទៀតវិចខ្ចប់ឲ្យខ្ញុំរួចយកមាន់ស្ងោរទឹកដុំសាច់ជៀមខ្វៃស៊ុបឆ្អឹងជំនីទៅហ៊ូហសៃសូត្រនិងបន្លែឆាមួយមុខមកចុងក្រោយយកស៊ុបត្រីនិងបាយស្មុកផង បាទលោកភ្ញៀវសូមរងចាំបន្តិចម្ហូបនឹងមកដល់ភ្លាមពិតជាមិនអាចមើលងាយមនុស្សបានមែនមើលទៅពួកគេស្លៀកពាក់ធម្មតាតែពេលកុំងម្ហូបសុទ្ធតែមុខម្ហូបពិសេសប្រចាំហាងដល់ទៅ3មុខឯណោះពិសាទឹកបន្តិចទៅអូន ចាសោះអរគុណបងចុះការដើរទិញអីវ៉ាន់របស់អ្នកទាំងអស់គ្នាវិញយ៉ាងម៉េចដែរទិញបានគ្រប់អស់ហើយឬនៅសម្ភារៈសម្រាប់ប៉ាដិននិងឧបករណ៍ផ្សេងទិញបានគ្រប់អស់ហើយ